វីដេអូទី44របៀបពិនិត្យឯកសារនិងប្លង់មុនសម្រាប់ចិត្តទិញដីកុំមើលតែទីតាំងនិងតម្លៃយើងត្រូវពិនិត្យឯកសារផងដែរមានដូចជា1ត្រូវផ្ទៀងផ្ទាត់ឈ្មោះម្ចាស់ដីនៅលើប្លង់ត្រូវគ្នាជាមួយនឹងអត្តសញ្ញាណប័ណ្ណដែរឬអត់2ផ្ទៀងផ្ទាត់ទំហំនៅលើប្លង់ទីតាំងហើយនឹងព្រំប្រទល់តើដូចគ្នានឹងដីជាក់ស្ដែងដែរឬអត់3ឲ្យប្រកាសថាដីមិនជាប់អ៊ីប៉ូតែលឬដាក់បញ្ចាំឬបញ្ហាផ្លូវច្បាប់ផ្សេង4ផ្ទៀងផ្ទាត់ប្លង់ជាមួយនឹងស្ថាប័នមានសមត្ថកិច្ចដើម្បីឲ្យប្រកាសថាពិតជាត្រឹមត្រូវកុំជឿអ្នកលក់ដោយកระดาษ copy ប្លង់ copy ឬក៏រូបថតចូលចាំថាទីតាំងល្អតម្លៃថោកហើយគ្មានឯកសារច្បាស់លាស់ស្មើកុំទិញជួបជាមួយខ្ញុំម៉ៅត្រីវីដេអូក្រោយ